សួស្តីទាំងអស់គ្នាថ្ងៃនេះមកជាមួយខ្ញុំធីសរងដងទៀតហើយប្រហែលថ្ងៃនេះខ្ញុំមិនបានចេញវីដេអូព្រោះខ្ញុំរវល់ប្រឡង Diploma ឥឡូវនេះខ្ញុំប្រឡងចប់ហើយដូច្នេះខ្ញុំក៏បានមកធ្វើវីដេអូវិញហើយថ្ងៃនេះខ្ញុំក៏បានមកធ្វើដើមឲ្យធំនិងធ្វើឲ្យផ្លែធំហើយរបស់ដែលយើងខ្វះមិនបាននោះគឺ Seed Super Sprinkler និង Super Watering Can ហើយឥឡូវនេះគឺយើងមានវារួចរាល់ហើយដូច្នេះខ្ញុំក៏បានដាក់សត្វដើម្បីជំនួយបន្ថែមទៀតហើយនៅខាងចុងវីដេអូខ្ញុំនឹងមកធ្វើការប្រាប់ពីអត្ថប្រយោជន៍របស់សត្វហើយនៅពេលគ្រប់300 Subscribe ខ្ញុំក៏អាចនឹងចែក Seed Dragon Breed ឬក៏ Moon Bloom ផងដែរឥឡូវនេះយើងក៏បានដាក់សត្វដើម្បីជំនួយហើយដូច្នេះយើងក៏បានទៅរកកន្លែងដើម្បីដាំតែម្ដងឥឡូវយើងបានសម្អាតកន្លែងនេះរួចហើយដូច្នេះយើងក៏បានមកដាក់ Sprinkler នៅកន្លែងហ្នឹងតែម្ដងហើយនៅពេលយើងដាក់ Sprinkler ហើយយើងដាក់ Seed ចូលហើយចាំយើងចាក់ Super Watering Can ឥឡូវយើងចាក់ Super Watering Can មកវានឹងធំហើយនៅពេលវាធំហើយយើងចាក់ Super Watering Can ម្ដងទៀតវានឹងដុះផ្លែចេញមកឥឡូវនេះយើងចាក់ហើយផ្លែឈើរបស់យើងក៏បានធំផងដែរប៉ុន្តែមិនធំដល់ថ្នាក់ដូចគេនោះទេបានត្រឹមតែ30គីឡូជាងប៉ុណ្ណោះហើយខ្ញុំឃើញគេធ្វើបានរហូតទៅដល់100គីឡូឬក៏200គីឡូឯណោះប៉ុន្តែខ្ញុំធ្វើមិនបានដូចគេទេប៉ុន្តែយើងបានប៉ុណ្ណេះក៏វាល្អផងដែរហើយឥឡូវនេះខ្ញុំក៏បានមកធ្វើការដាំផ្លែឈើបន្តទៀតកុំឲ្យខាត Super Sprinkler របស់យើងហើយខ្ញុំមកដាំនេះគឺខ្ញុំមកដាំ Mushroom និង Rocket Seed Rocket ហើយអ្នកទាំងអស់គ្នាមិនមែន Rocket មែនទេហើយខ្ញុំមិនបានថតនៅពេលខ្ញុំប្រមូលផលនោះទេគឺខ្ញុំប្រមូលលក់ទាំងអស់គឺបានចំនួន26លានហើយអា Seed Rocket នេះគឺចេញផ្លែមកដោយការ៉េមអញ្ចឹងឥឡូវយើងមកស្រោចទឹកធម្មតាបន្ថែមដើម្បីឲ្យវាដុះលឿនជាងមុនហើយគឺថា Mushroom យើងលើកនេះគឺបានធំខ្លាំងមែនតើហើយចំណែកមកមើលអា Mushroom នៅចិត្តខ្ញុំនេះគឺខ្លាចជាងគីឡូ Mushroom បាត់ទៅហើយគីឡូរបស់វាប្រហែលជា50គីឡូជាងគឺថាឥឡូវខ្ញុំមិនដឹងជាធ្វើអ្វីទៀតទេគឺខ្ញុំរត់លេងទៅអត់ដឹងធ្វើអីទៀតទេព្រោះបើចាំពួកវាក៏យូរខ្លាំងដែរព្រោះ15នាទីទៅ20នាទីឯណោះហើយដូច្នេះខ្ញុំក៏នឹងមកប្រាប់ពីអត្ថប្រយោជន៍សត្វផងដែរសត្វដំបងគេនោះគឺជាសត្វកង្កែបហើយសត្វកង្កែបវាជំនួយយើងហក់ខ្ពស់ជាងមុនបូក5ហើយបើយើងដាក់ចំនួន6គឺវាបូកចំនួន30ហើយគឺថាហក់ខ្ពស់ខ្លាំងមែនតើចាំមើលខ្ញុំហក់ឲ្យមើលនេះបើគឺថាហក់ខ្ពស់ខ្លាំងណាស់ហើយចំណែកឯសត្វបន្ទាប់នោះគឺជាសត្វទន្សាយគឺវាជំនួយឲ្យយើងរត់លឿនជាងមុនបូក5ហើយបើយើងដាក់6ក៏វាបូក30ផងដែរគឺចាំមើលនេះគឺខ្ញុំរត់លឿនខ្លាំងមែនតើគឺគ្មានអ្នកណារត់តាមទាន់នោះទេហើយចំណែកឯសត្វបន្ទាប់ទៀតគឺជាសត្វអូលទីទុយហើយអត្ថប្រយោជន៍របស់វាគឺជំនួយយើងមើលពេលយប់ឃើញច្បាស់ជាងមុន 12.5% ហើយនៅពេលដែលមានសត្វ Legendary Spawn គឺវានឹងស្រែកប្រាប់យើងហើយសត្វបន្ទាប់គឺជាសត្វក្តាន់គឺវាជំនួយឲ្យដំណាំរបស់យើងក្រោលលឿនជាងមុន 10% បើយើងដាក់6គឺវាបូកចំនួន 60% ហើយនេះដែលជាអត្ថប្រយោជន៍របស់វាហើយយើងក៏បានចូលទៅសត្វបន្ទាប់ទៀតហើយសត្វបន្ទាប់ទៀតនោះគឺ
គឺជាសត្វអណ្ដើកហើយសត្វអណ្ដើកនេះដែរគឺវាជំនួយយើងដាក់ផ្លែឈើក្នុងខ្លួនបានច្រើនជាងមុនបើយើងដាក់សត្វអណ្ដើកមួយគឺវាបូក10ប៉ុន្តែគុណវិបត្តិរបស់វាគឺយើងដាក់វាទៅគឺវាដករៀងរត់យឺតជាងមុននេះមើលតែខ្ញុំរត់ទៅនេះគឺថារត់យឺតខ្លាំងមែនតើហើយយើងចូលទៅដល់សត្វបន្ទាប់គឺជាសត្វរ៉ូប៊ីនសត្វនេះដែរគឺវាខាំផ្លែឈើរបស់យើងហើយទម្លាក់ស៊ីតប៉ុន្តែខ្ញុំដាក់អេរខេវាចោលគឺមិនឃើញវាខាំទម្លាក់នោះទេដូច្នេះគឺវាអត់ប្រយោជន៍ខ្លាំងមែនតើហើយសត្វបន្ទាប់ទៀតគឺជាឃ្មុំគឺវាបានជួយការពារយើងពីការគេវាយហើយសត្វបន្ទាប់នោះគឺ butterfly ហើយវាគឺដូចតែក្តារអញ្ចឹងគឺវាជំនួយឲ្យផ្លែឈើរបស់យើងក្រោលលឿនជាងមុន 3%ហើយសត្វបន្ទាប់ទៀតគឺជាស្វាសត្វស្វានេះដែរគឺវាអត់ប្រយោជន៍ខ្លាំងណាស់គឺវាបានទៅខាំផ្លែឈើរបស់យើងដើម្បីយកមកឲ្យយើងបើយើងមានផ្លែឈើធំវាខាំមកដឹងតែស្បៃហើយសត្វបន្ទាប់គឺជាសត្វឥន្ទ្រីសត្វឥន្ទ្រីនេះដែរគឺមានអត្ថប្រយោជន៍ស្រដៀងនឹងសត្វឃ្មុំដែរប៉ុន្តែសត្វឃ្មុំគឺវាតិចហើយសត្វឥន្ទ្រីគឺវាចឹកពាន់ហើយសត្វបន្ទាប់ទៀតគឺជាសត្វខ្លាឃ្មុំហើយសត្វខ្លាឃ្មុំនេះដែរគឺអត្ថប្រយោជន៍វាដូចតែឥន្ទ្រីផងដែរគឺវាខាំហើយវាក្រវាត់តែម្ដងហើយសត្វបន្ទាប់ទៀតគឺជា Dragon Fly ដោយអ្នកទាំងអស់គ្នាបានដឹងចឹងគឺវាបានដាក់ mutation ឲ្យយើងជាប់មាសហើយបន្ទាប់មកទៀតគឺជា Unicorn គឺវាបានដាក់ឲ្យយើងជាប់ mutation Rainbow ហើយសត្វបន្ទាប់ទៀតគឺជា Raccoon អត្ថប្រយោជន៍របស់វាគឺទៅលួចផ្លែឈើរបស់គេហើយសត្វបន្ទាប់ទៀតគឺជាសត្វ Black Dragonហើយនេះគឺជារូបរាងរបស់វាគឺនៅក្នុងវាតែម្ដងចាំបន្តិចហើយអត្ថប្រយោជន៍របស់វាគឺដូចតែសត្វឃ្មុំអីដែរប៉ុន្តែគឺវាព្រោះភ្លើងដាក់អ្នកមកវាយយើងនិងអ្នកមកលួចចំការយើងហើយសត្វចុងក្រោយគេនោះគឺ Ice Pen ហើយអត្ថប្រយោជន៍របស់វាក៏ដូចជា Black Dragon ផងដែរគឺវាបានផ្លុំតកការពារពីចោរចូលចំការរបស់យើងហើយខ្ញុំភ្លេចប្រាប់ថានៅចុងវីដេអូខ្ញុំនឹងប្រាប់ពីលក្ខខណ្ឌនិងប្រាប់ពីរបស់ដែលខ្ញុំចែកនៅពេល300 subscribe របស់ដែលខ្ញុំចែកមាន Dragon Breed 1 Moon Blue 1ហើយនិង Super Watering Can ចំនួន5ហើយអ្នកដែលមិនបានវិញគឺខ្ញុំឲ្យ Bamboo ចំនួន100ក្នុងមួយនាក់អ្នកទាំងអស់គ្នាមិនមែន100ក្នុងចំណោមអ្នកចាញ់ទាំងអស់ទេហើយខ្ញុំនឹងចាំមើលទៀតថាខ្ញុំនឹងទទួលបានអ្វីខ្លះទៀតខ្ញុំនឹងយកមកចែកជូនអ្នកទាំងអស់គ្នាដូច្នេះបើអ្នកទាំងអស់គ្នាមកដល់កន្លែងនេះហើយសូមកុំភ្លេចជួយចុច subscribe like និង comment ម្នាក់មួយផងហើយអ្នកដែលមិនបានមកមើលដល់ចុងវីដេអូគឺអ្នកនោះគឺមិនដឹងទេដូច្នេះវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយខ្ញុំសូមទោសរាល់ពាក្យពេចន៍ដែលលើសលប់ទាំងអស់ផងជម្រាបលាបាយ